រដូវរៀងត្រជាក់ធ្លាក់ខ្យល់អញ្ចឹងនឹកឃើញកាលមុនជិះកង់ហាត់ប្រាណតាមភូមិទៅអញ្ជើញចានៅលើស្ពានបងប្អូននៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមហាត់ប្រាណលើដាក់កាហ្វេមួយកែវសិនបងប្អូនពេលណាយើងញ៉ាំគឺដូចជាមានធម៌ពលក្នុងខ្លួនណាបងប្អូនគឺមានកម្លាំងអីចាដោយសារតែជួយដល់សុខភាពអត់បាននេះបងប្អូនជាមួយនឹងកាហ្វេខ្ញីខ្មៅចាគឺខ្ញុំតែងតែយកមកហូបមកដល់ហ្នឹងគឺខ្ញុំតែងតែឆុងហូបមកចាបងប្អូនបងខ្ញុំចាយខ្ញុំអីគាត់ចូលចិត្តហាត់ប្រាណគាត់ព្យាយាមហាត់ប្រាណជុំគ្នាដើម្បីសុខភាពចាហើយខ្ញុំហ្នឹងគឺហាត់ប្រាណផងផ្ដិតយករូបភាពទេសភាពតាមដងទន្លេដោយសារតែចាស់ហើយចង់ចេះធ្វើតាមក្មេងៗធ្វើជាវីដេអូបងប្អូនចាអញ្ចឹងមិនចេះតែមានរូបភាពថតចាជាវីដេអូធ្វើជាវីដេអូដើម្បីជួយបងប្អូនទស្សនាអញ្ចឹងណាដោយសារតែចង់ធ្វើកិច្ចការតាមបងប្អូនសម័យឥឡូវចា